បាទសូមគោរពនឹងជម្រាបសួរនៅក្នុងវីដេអូនេះផងដែរខ្ញុំបាទនឹងធ្វើការចែករំលែកបាទពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Google Form នៅក្នុងការគ្រប់គ្រងវត្តមានបាទជាទូទៅ Google Form គឺយើងអាចប្រើប្រាស់បានច្រើនយ៉ាងបាទដូចជាការប្រើប្រាស់នៅក្នុងការប្រមូលព័ត៌មានបាទធ្វើការស្រុងមតិឬក៏ការប្រឡងអីជាដើមប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបាទពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Google Form នៅក្នុងការគ្រប់គ្រងវត្តមានបាទអញ្ចឹងបើសិនជាចង់ដឹងថាតើការប្រើប្រាស់ Google Form នៅក្នុងការគ្រប់គ្រងវត្តមាននឹងវាមានលក្ខណៈបែបណាសូមចូលរួមទស្សនាដូចតទៅបាទអញ្ចឹងជំហានដំបូងរបស់យើងគឺយើងចូលទៅកាន់កន្លែងform សម្រង់វត្តមាននៅក្នុង Google Form របស់យើងមកដែលយើងបានបង្កើតហើយបាទនេះគឺជាបញ្ជីសម្រាប់ស្រង់វត្តមានដែលខ្ញុំបានបង្កើតឡើងហើយតាមរយៈកម្មវិធី Google Form បាទដែលយើងមានដូចជាចំណងជើងបាទយើងមានឈ្មោះយើងមានភេទយើងមានឋានៈអីចឹងទៅប៉ុន្តែ Google Form របស់យើងមួយនេះគឺយើងអត់ទាន់ប្រើប្រាស់វាបានទេបាទគឺយើងត្រូវធ្វើការកំណត់នៅមុខងារមួយចំនួនសិនបាទអញ្ចឹងដើម្បីកំណត់នៅមុខងាររបស់វាបានគឺយើងត្រូវធ្វើការដំឡើងកម្មវិធីមួយដែលមានឈ្មោះថាកម្មវិធី Limit It បាទអញ្ចឹងយើងចូលទៅដំឡើងកម្មវិធីនឹងទាំងអស់គ្នាបាទអញ្ចឹងជាដំបូងគឺយើងចូលទៅក្នុងសញ្ញាចុច3ហ្នឹងមកបន្តមកទៀតគឺយើងចុចទៅលើពាក្យ Get Add-on បាទមកដល់កន្លែងនេះគឺយើងចាប់ផ្ដើមវាយពាក្យ Limit It បាទបាទអញ្ចឹងយើងចាប់ផ្ដើមចូលទៅក្នុងកម្មវិធីហ្នឹងទៅបាទមកដល់កន្លែងនេះយើងជ្រើសរើសយកកម្មវិធីដែលនៅមុខគេបាទកម្មវិធីមួយនេះបាទមកដល់កន្លែងនេះយើងប្រកាសជាឃើញមានពាក្យ install ហើយបាទអញ្ចឹងយើងចុចទៅលើពាក្យ install ហ្នឹងមកបាទអញ្ចឹងដោយសារតែកម្មវិធីរបស់យើងគឺវាតម្រូវឲ្យមានការ sign in ជាមួយ Google បាទអញ្ចឹងយើងចុចកន្លែងនេះមកហើយបន្តមកទៀតយើង scroll ទៅក្រោមយើងចុចទៅលើពាក្យ continue ហើយបន្តមកទៀតយើង scroll ទៅក្រោមទៀតយើងចុចទៅលើពាក្យ allow បាទអញ្ចឹងការដំឡើងកម្មវិធី Limit របស់យើងគឺបានរួចរាល់ហើយបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានដំឡើងកម្មវិធីនឹងហើយបាទវានឹងលោតផ្ទាំងបែបនេះបាទអូខេអញ្ចឹងជំហានបន្តទៀតគឺយើងចូលទៅកាន់កន្លែង Form បាទអញ្ចឹងនៅត្រង់កន្លែង Limit Responses ហ្នឹងមានន័យថាយើងកំណត់ទទួលយកការឆ្លើយតបប្រមាណដងបាទបើសិនជាយើងដាក់លេខ1មានន័យថាយើងទទួលយកការឆ្លើយតបគឺចំនួន1ដងបើយើងដាក់លេខ2មានន័យថាយើងទទួលយកការឆ្លើយតបចំនួន2ដងបាទហើយបន្តមកទៀតមកខាងក្រោមបាទយើងឃើញមានពាក្យ Activate Form On បាទអញ្ចឹងកន្លែង Activate Form On ហ្នឹងគឺមានន័យថាជាការកំណត់នៅកាលបរិច្ឆេទឬក៏រយៈពេលដែលយើងចង់ឲ្យ Form របស់យើងនឹងដំណើរការបាទឥឡូវខ្ញុំសូមឧទាហរណ៍អឺខ្ញុំចង់ឲ្យ Form របស់ខ្ញុំដំណើរការនៅថ្ងៃទី15ខែវិច្ឆិកាហើយនៅវេលាម៉ោង11:20នាទីបាទអញ្ចឹងយើងអាចសេរីបានតាមចិត្តកន្លែងនេះអូខេយើងបានកំណត់ហើយយើងចុចទៅលើពាក្យ set limit បាទអញ្ចឹងបន្តមកទៀតគឺយើងមើលទៅលើពាក្យ deactivate form on បាទអញ្ចឹងត្រង់កន្លែង deactivate form on កន្លែងនេះគឺយើងប្រើប្រាស់សម្រាប់អឺកំណត់ form របស់យើងឲ្យវាបិទអូតូនៅថ្ងៃណាអញ្ចឹងទៅបាទអូខេអញ្ចឹងខ្ញុំចង់ឲ្យ form របស់ខ្ញុំនឹងបិទអូតូនៅថ្ងៃទី16បាទនៅម៉ោង11:20នាទីព្រឹកអញ្ចឹងទៅបាទបន្តមកទៀតគឺយើងចុចទៅលើពាក្យ set limit
បាទអញ្ចឹងកន្លែងនេះការកំណត់នៅមុខងាររបស់យើងគឺបានរួចរាល់ប៉ុន្តែខ្ញុំសូមធ្វើការបញ្ជាក់ឡើងវិញនៅត្រង់កន្លែង activate form on គឺយើងបើកឲ្យ form របស់យើងដំណើរការនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នៅម៉ោង 11:20 នាទីព្រឹកហើយយើងឲ្យ form របស់យើងនឹងបិទអូតូទៅវិញនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នៅម៉ោង 11:20 នាទីព្រឹកអញ្ចឹងមានន័យថាបើសិនជាសិស្សគាត់ចូលមុនម៉ោងដែលយើងកំណត់ឬក៏ចូលក្រោយម៉ោងដែលយើងកំណត់គឺគាត់ចូលអត់បានទេបាទគឺគាត់ចូលបាននៅក្នុងចន្លោះម៉ោងដែលយើងបានកំណត់នឹងបាទហើយបន្តមកទៀតបាទយើងចូលទៅកាន់កន្លែងពាក្យ setting បាទហើយយើងស្វែងរកពាក្យ respond នឹងមកបាទហើយបន្តមកទៀតគឺយើងចុចបើកនៅត្រង់កន្លែង limit to one response បាទអញ្ចឹងថាតើយើងបើកនៅកន្លែងនឹងធ្វើអីបាទនៅត្រង់កន្លែង limit to one response ហ្នឹងគឺមានន័យថាយើងកំណត់ឲ្យសិស្សម្នាក់ submit form នឹងបានតែម្ដងទេបាទមានន័យថាបើសិនជាចាប់ពេល2ដងទៅគឺគាត់ submit អត់កើតទេអញ្ចឹងតកតងទៅនឹងការស្រង់វត្តមានជាទូទៅគឺយើងត្រូវកំណត់កន្លែងហ្នឹងបើសិនជាយើងអត់បានកំណត់កន្លែងហ្នឹងទេសិស្សឬក៏នរណាម្នាក់ក៏អាចចូលទៅ submit កន្លែងហ្នឹង2 3ដងទៅវាអាចនឹងស្ទួនឈ្មោះណាអញ្ចឹងកន្លែងនេះយើងត្រូវតែកំណត់យើងចុចបើកវាអញ្ចឹងមកបាទអូខេអញ្ចឹងនៅត្រង់កន្លែងនេះគេដាក់ថា this form isn't accepting responses មានន័យថា form របស់យើងគឺអត់ទាន់ទទួលយកការឆ្លើយតបទេអញ្ចឹងយើងត្រូវតែបើកត្រង់កន្លែងហ្នឹងបាទគឺយើងចុចទៅលើពាក្យpublish ហើយយើងចុចបើកនៅត្រង់កន្លែង not accepting responses យើងចុចបើកវាមកដើម្បីឲ្យវាទទួលយកការឆ្លើយតបអូខេអញ្ចឹងបន្តមកទៀតបើសិនជាយើងចង់ធ្វើការ copy link ហ្នឹងហើយផ្ញើទៅកាន់group Telegram ឬក៏ group chat របស់យើងគឺយើងចុចទៅលើពាក្យ copy responder link បាទហើយយើងចុច copy មកបាទហើយយើងទទួលបាន link ហ្នឹងហើយអញ្ចឹង link ហ្នឹងគឺយើងអាចបោះចូលទៅក្នុង group Telegram ឬក៏ group chat ដើម្បីឲ្យសិស្សគាត់អាចបំពេញនៅវត្តមានរបស់គាត់បាទប៉ុន្តែនៅក្នុងករណីមួយទៀតក៏យើងអាចធ្វើការបំលែងនៅ form របស់យើងនឹងជា QR បានដែរបាទគឺយើងចូលទៅកាន់កន្លែងពាក្យ QR បាទនេះ QR របស់យើងអញ្ចឹងនៅត្រង់កន្លែងនេះបាទគឺជាការកំណត់នៅទំហំ QR បាទយើងចង់បង្កើត QR នឹងលក្ខណៈតូចក៏បានឬក៏លក្ខណៈធំក៏បានទៅតាមតម្រូវការរបស់យើងបាទហើយបន្តមកទៀតគឺយើងចុចទៅលើពាក្យ download បាទយើងចុចចូលមកបាទនេះគឺជា form សម្រង់វត្តមានរបស់យើងបាទយើងអាចធ្វើការ copy QR ហ្នឹងមកហើយយើងអាចទម្លាក់ចូលទៅក្នុង group chat ឬក៏ group Telegram ដើម្បីឲ្យសិស្សគាត់ scan ចូលហើយបំពេញនៅវត្តមានរបស់គាត់បានបាទបន្ទាប់ពីយើងបានធ្វើការ copy link ក៏ដូចជា QR ដើម្បីឲ្យសិស្សគាត់ចុះនៅវត្តមានរបស់គាត់វិញមកបន្ទាប់មកទៀតគឺយើងចូលទៅកាន់កន្លែង response បាទអញ្ចឹងនៅត្រង់កន្លែង response ហ្នឹងគឺជាកន្លែងបង្ហាញសិស្សដែលគាត់បានធ្វើការ submit នៅវត្តមានរបស់គាត់បាទអញ្ចឹងសិស្សដែលគាត់បានធ្វើការ submit គឺមានប៉ុណ្នេះបាទឥឡូវនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការមើលទិន្នន័យជា sheet ហើយនឹងរបៀបនៅក្នុងការ download ទិន្នន័យនឹងជា Excel ដើម្បីយើងអាចទុកប្រើប្រាស់នៅពេលក្រោយបានបាទអញ្ចឹងយើងចូលទៅកាន់កន្លែង view in sheet បាទបន្តមកទៀតយើងចុចកន្លែងពាក្យ create បាទអូខេនេះគឺជាទិន្នន័យសិស្សដែលគាត់បានចុះវត្តមានដែលយើងអាចមើលបានជា sheet អូខេអញ្ចឹងបើសិនជាយើងចង់ធ្វើការ download បាទ sheet នឹងទៅជា Excel តើយើងគួរធ្វើបែបម៉េចបាទអញ្ចឹងជំហានដំបូងគឺយើងបាទចុចទៅកន្លែងពាក្យ file បាទបន្តមកទៀតគឺយើងជ្រើសរើសយកពាក្យ download បាទហើយនៅកន្លែងនេះគឺមានពាក្យ Microsoft Excel អញ្ចឹងយើងចុចកន្លែងនេះមកបាទនេះគឺជាបាទ file Excel ដែលយើងបាន download ហើយបាទអញ្ចឹងយើងចុចចូលមក
បាទនេះគឺជា file Excel របស់យើងដែលយើងបាន download វិញមិញអញ្ចឹងយើងអាច copy file ហ្នឹងទៅដាក់ទីតាំងណាមួយរបស់យើងបានបាទអញ្ចឹងខ្ញុំសូមដាក់កន្លែងនេះមកបាទនេះគឺជាសម្រងវត្តមានបាទដែលយើងឲ្យសិស្សគាត់បានធ្វើការចុះឈ្មោះតាមរយៈ Google Form បាទបាទអញ្ចឹងនៅក្នុងករណីបាទសិស្សរបស់យើងមានចំនួនច្រើនបាទអញ្ចឹងសួរថាតើយើងអាចដឹងពីចំនួនសិស្សដែលគាត់បានចុះវត្តមានបានដោយរបៀបណាបាទអញ្ចឹងគឺយើងអាចប្រើប្រាស់នៅរូបមន្តមួយគឺរូបមន្ត count A ដែលយើងអាចប្រើប្រាស់នៅក្នុងការរាប់ចំនួនសិស្សសរុបបានបាទអញ្ចឹងយើងអឺសរសេររូបមន្តនឹងចូលមកបាទ count A បន្តមកទៀតយើងចុចសញ្ញាបើកវងកញ្ចក់បន្តមកទៀតគឺយើងបាទចុច select ទៅលើបាទឈ្មោះសិស្សទាំងអស់បាទហើយយើងចុច enter បាទអញ្ចឹងជាក់ស្ដែងសិស្សសរុបរបស់យើងសិស្សដែលគាត់បានចុះវត្តមានសរុបរបស់យើងគឺមានចំនួន6នាក់បាទប៉ុន្តែយើងចង់ដឹងថាតើនៅក្នុងចំណោមសិស្ស6នាក់ហ្នឹងតើមានស្រីប៉ុន្មាននាក់បាទតើយើងគួរធ្វើបែបណាបាទយើងមិនអាចទៅអឺរាប់ម្ដងមួយបានទេនៅក្នុងករណីសិស្សមានចំនួនច្រើនអញ្ចឹងគឺយើងមានរូបមន្តមួយទៀតគឺរូបមន្ត count if បាទអញ្ចឹងយើងចុចសញ្ញាស្មើហើយយើងសរសេរពាក្យ count if តែមកទៀតយើងបើកវងកញ្ចក់បាទយើង select ទៅលើបាទ page ទាំងអស់មកហើយយើងចុចសញ្ញាក្បៀសដកឃ្លាបន្តិចមកហើយបន្តមកទៀតយើងបាទចុចសញ្ញាធ្មេញកណ្ដុរហើយយើងសរសេរពាក្យស្រីបាទដើម្បីឲ្យវារាប់ចំនួនស្រីតើមានចំនួនស្រីប៉ុន្មាននាក់ហើយយើងបិទវងកញ្ចក់មកវិញបាទហើយយើងចុច enter បាទអញ្ចឹងវាលោតលេខ1ឲ្យអញ្ចឹងជាក់ស្ដែងគឺពិតជាមានចំនួនស្រីម្នាក់ពិតមែនបាទអូខេអញ្ចឹងរូបមន្តនេះយើងអាចប្រើបាននៅក្នុងករណីបើសិស្សដែលគាត់ចុះឈ្មោះនោះគឺមានចំនួនច្រើនយើងអាចប្រើប្រាស់តាមរូបមន្តនេះបានបាទបាទអញ្ចឹងបន្ទាប់ពីយើងបានដឹងអំពីចំនួនសិស្សវត្តមានដែលគាត់បានចូលរៀនហើយឥឡូវនេះបាទយើងធ្វើការស្វែងរកចំនួនសិស្សដែលគាត់អវត្តមានវិញម្ដងបាទថាតើសិស្សដែលគាត់អវត្តមានសរុបនឹងមានចំនួនប្រមាណនាក់ហើយមានស្រីប្រមាណនាក់អញ្ចឹងទៅអូខេអញ្ចឹងអ្វីដែលយើងត្រូវប្រើប្រាស់នៅក្នុងការស្វែងរកចំនួនសិស្សអវត្តមានបាទគឺយើងប្រើប្រាស់នៅកម្មវិធី AI បាទអញ្ចឹងជាដំបូងគឺយើងចូលទៅកាន់ browser ណាមួយបាទបន្តមកទៀតអ្នកទាំងអស់គ្នាអាចបាទចូលទៅកាន់កម្មវិធី AI ណាមួយដែលអ្នកទាំងអស់គ្នាតែងតែប្រើប្រាស់បាទឬក៏អ្នកទាំងអស់គ្នាអាចចូលទៅកាន់បាទកម្មវិធី AI DeepSeek នឹងបានបាទអូខេអញ្ចឹងអ្វីដែលយើងត្រូវការនៅក្នុងការស្វែងរកចំនួនសិស្សអវត្តមានគឺយើងត្រូវការរបស់សំខាន់ចំនួន2ទី1គឺបញ្ជីវត្តមានគោលហើយទី2គឺបញ្ជីវត្តមានសិស្សដែលបានចូលរៀនបាទអូខេឥឡូវយើងចាប់ផ្ដើមបាទ upload file ទី1បាទដែលជាបញ្ជីវត្តមានគោលឬក៏យើងហៅថាបញ្ជីវត្តមានបញ្ជីសិស្សសរុបបាទហើយបន្តមកទៀតយើងសរសេរបាទនេះជាបញ្ជីវត្តមានគោលបាទអញ្ចឹងបន្តមកទៀតគឺយើងធ្វើការ upload file ទី2បាទដែលជា file ដែលអឺបង្ហាញពីវត្តមានរបស់សិស្សដែលគាត់បានចូលរៀនបាទអញ្ចឹងយើងសរសេរថានេះជាបញ្ជីវត្តមានសិស្សដែលបានចូលរៀនបាទអញ្ចឹងបន្ទាប់ពីយើងបានធ្វើការ upload file ទាំងពីរហើយឥឡូវនេះបាទគឺយើងចាប់ផ្ដើមស្វែងរកចំនួនសិស្សដែលអវត្តមានបាទដែលយើងសរសេរស្វែងរកសិស្សដែលអវត្តមានអូខេអញ្ចឹងតាមរយៈការវិភាគរបស់ AI វាបានបង្ហាញថា
បាទសិស្សដែលអវត្តមានគឺបាទមានចំនួន2នាក់បាទដែលមានសិស្សឡាវ សនីតាហើយនិងបាទរន សនរាមបាទហើយបន្តមកទៀតបាទយើងចង់ដឹងពីចំនួនសិស្សស្រីបាទដែលគាត់អវត្តមានថាតើមានចំនួនប៉ុន្មាននាក់អញ្ចឹងយើងចាប់ផ្ដើមសរសេរថាបាទយើងសរសេរថាស្វែងរកចំនួនសិស្សស្រីអវត្តមានអូខេអញ្ចឹង AI វាសរសេរប្រាប់យើងហើយបាទសិស្សស្រីដែលអវត្តមានគឺបាទទៅលើសិស្សស្រីឡាវ សនីតាដែលមានចំនួនអវត្តមានសិស្សស្រីសរុបហ្នឹងគឺមានចំនួនម្នាក់បាទបាទអញ្ចឹងបន្ទាប់ពីយើងបានដឹងអំពីអឺទិន្នន័យហើយបាទយើងដឹងពីចំនួនសិស្សដែលគាត់អវត្តមានហើយយើងអាចចាប់ផ្ដើមយកទិន្នន័យទាំងអស់នោះបាទយកទៅប្រើប្រាស់បានហើយបាទអញ្ចឹងយើងអាចចូលទៅក្នុងបាទបញ្ជីវត្តមានគោលរបស់យើងមកហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើការបាទគូរគ្រីសទៅលើសិស្សដែលគាត់វត្តមានហើយនិងសិស្សដែលគាត់អវត្តមានបាទអញ្ចឹងមិញសិស្សដែលគាត់អវត្តមានចំនួន2នាក់បាទទៅលើសិស្សស្រីឡាវ សនីតានឹងមួយបាទហើយនឹងទៅលើសិស្សរន សាន់រាមបាទអញ្ចឹងយើងគូរគ្រីសកន្លែងអវត្តមានរបស់គាត់អញ្ចឹងមានន័យថាសិស្សផ្សេងទៀតបាទគឺមានន័យថាគាត់វត្តមានអញ្ចឹងយើងគូរគ្រីសវត្តមានកន្លែងគាត់បាទបាទរួចរាល់បាទអញ្ចឹងបន្ទាប់ពីយើងបានធ្វើការគូរគ្រីសនៅវត្តមានរបស់សិស្សអញ្ចឹងហើយយើងអាចធ្វើការទម្លាក់ហ្វាល់ហ្នឹងទៅក្នុងTelegram ឬក៏group Messenger ដើម្បីឲ្យសិស្សគាត់ពិនិត្យហើយបើសិនជាមានអ្វីដែលគាត់ត្រូវតវ៉ាអីបាទយើងកែសម្រួលទៅតាមហ្នឹងបាទបាទខ្ញុំសូមបញ្ជាក់មួយទៀតបាទពាក់ព័ន្ធទៅនឹង Google Form ហ្នឹងបើសិនជាយើងត្រូវការប្រើប្រាស់ Google Form ដដែលហ្នឹងដើម្បីយកទៅស្រង់វត្តមានសិស្សថ្មីឬក៏ប្រើប្រាស់នៅ Google Form ហ្នឹងយកទៅប្រើនៅថ្ងៃផ្សេងទៀតបាទអញ្ចឹងយើងអាចយក Google Form ហ្នឹងយកទៅប្រើភ្លាមៗទេបាទគឺយើងត្រូវតែធ្វើការលុបនៅ response ចាស់ៗចោលសិនបាទបើសិនជាយើងអត់ធ្វើការលុបនៅ response ចាស់ៗចោលហ្នឹងទេនៅពេលដែល response ថ្មីចូលមកវាអាចនឹងធ្វើការជាន់គ្នាបាទហើយទិន្នន័យដែលយើងទទួលបានគឺអាចនឹងស្ទួនគ្នាអញ្ចឹងទៅបាទអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការបង្ហាញពាក់ព័ន្ធនឹងការលុប response ចាស់ចោលបាទអូខេអញ្ចឹងជាដំបូងគឺយើងចូលទៅត្រង់កន្លែង response ហ្នឹងមកបាទហើយបន្តមកទៀតយើងចុចកន្លែងសញ្ញាចុច3បាទហើយបន្តមកទៀតយើងអាចចុចទៅលើ delete all responses បាទយើងលុបចោលអឺប៉ុន្តែទោះបីជាយើងលុបអញ្ចឹងហើយបាទយើងមើលត្រង់កន្លែង sheet បាទអញ្ចឹងនេះគឺជា response ចាស់របស់យើងទោះបីជាយើងបានលុបមិញក៏ដោយប៉ុន្តែនៅក្នុង sheet ហ្នឹងគឺវាអត់បានលុបទេអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងចូលទៅក្នុងបាទ Google Form យើងដដែលហើយចុចសញ្ញាត្រេ3សញ្ញាចុច3ម្ដងទៀតហើយយើងចុចកន្លែងពាក្យ unlink form បាទចុចពាក្យ unlink អូខេអញ្ចឹងយើងចាប់ផ្ដើមចូលទៅមើលសារថ្មីបាទចុចពាក្យ create បាទគឺយើងឃើញថាអា response ចាស់របស់យើងគឺត្រូវបានលុបទាំងអស់បាទអញ្ចឹងនៅពេលដែលresponse ថ្មីចូលមកគឺវាអត់ស្ទួនជាមួយនឹង response ចាស់ទេបាទបាទអញ្ចឹងខ្ញុំសូមធ្វើការបញ្ជាក់ម្ដងទៀតនៅពេលដែលយើងប្រើប្រាស់ form នឹងជាមួយនឹងថ្នាក់ថ្មីឬក៏ប្រើប្រាស់នៅថ្ងៃក្រោយទៀតគឺយើងអាចធ្វើការបាទកំណត់បាទនៅថ្ងៃខែដែលយើងឲ្យ form នឹងដំណើរការហើយនឹងបញ្ចប់អូតូឡើងវិញបាទបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងវត្តមានដែលប្រើប្រាស់ Google Form មានតែប៉ុណ្្នឹងហើយក៏សូមអរគុណទៅកាន់អ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាទសូមអរគុណ